បាទសួស្តីបងប្អូនអរគ្នាជួបគ្នាជាមួយមីនម៉ាកូដល់100បាទទេហើយបាទថ្ងៃនេះមានក៏មាន2គូចង់បញ្ជាក់ជូនបងប្អូនអរគ្នាបាទគឺការប្រកួត UCL គឺវាសងសឹកបាទគូទី1នោះគឺបាទ Bayer Leverkusen ប៉ះគ្នាជាមួយនឹង Arsenal បាទដែលគូទី2 Atletico Real Madrid ប៉ះគ្នាជាមួយ Man City តោះបងប្អូនក៏ចូលរួមទូទាត់លេងជាមួយមីនទាំងអស់គ្នាដល់ក្រុម2នេះក្រុមណាឈ្នះក្រុមណាហើយនឹងស៊ីគ្នាប្រមាណគ្រាប់ហើយបកគូបាទ Arsenal ជាមួយ Bayer Leverkusen admin ក៏មានដាក់ទូទាត់យករង្វាន់$3ផងដែរចូលបងប្អូនចង់ទទួលទាត់បងប្អូនក៏គិតថា Arsenal ស៊ីប្រមាណគ្រាប់ហើយ Leverkusen ស៊ីប្រមាណគ្រាប់ហើយបងប្អូនចូលទូទាត់ទៅនឹងទទួលបានរង្វាន់$3ហើយបើគូពីរនេះបងប្អូនចង់លេងបាទគូទី1 Bayer Leverkusen ប៉ះគ្នាជាមួយ Arsenal ហើយយប់នេះបាទ Arsenal នឹងត្រូវបើកទ្វារស្វាគមន៍ទៅលើ Bayer Leverkusen អញ្ចឹងមានហ៊ានទាយថា Arsenal អាចនឹងស៊ីបាទស៊ីមិនច្រើនទេអាចនឹងស៊ី 2-0 ឬមួយក៏ 3-1 ហើយគូទី2បាទ Man City ប៉ះគ្នាជាមួយនឹងបាទ Real Madrid ហើយយប់នេះបាទគឺ Man City បើកទ្វារបាទចលដ្ឋានទទួលស្វាគមន៍បាទក្រុម Atletico Real Madrid បាទជើងមុន Atletico គឺស៊ីទៅលើ Man City 3-0 ចឹងជើងនេះ admin អាចជឿជាក់ទៅលើ Real Madrid ថែមទៀតដោយសារតែបាទប្រកួតជើងមុនគឺកីឡាករ Real Madrid គឺមិនពេញជើងនោះទេតែអាចយកឈ្នះទៅលើ Man City 3-0 យប់នេះទោះបីបាទជា Atletico ទៅប៉ះ Man City ដល់ផ្ទះតែប៉ុតមែនតែមានគឺជឿជាក់ទៅលើ Real Madrid ដែរអញ្ចឹងឲ្យមានហ៊ានទាយសកលថាអាចនឹងស៊ីបាទ2-0 ឬមួយក៏2-1បាទគឺខាង Real Madrid ស៊ីអញ្ចឹងបងប្អូនឆ្លាញ់ការវាយកមិនមែនជឿជាក់ថាតម្រុយបាល់ពីគូនេះគឺជាតម្រុយល្អបងប្អូនចាំបានតម្រុយថែមទៀតបងប្អូនក៏ចុចលេខនៅក្រោម profile ឬចូលក្នុងផ្ទះរបស់មីនហើយមីនក៏មានទម្លាក់គូបាល់ថ្មីៗជារៀងរាល់ថ្ងៃផងដែរហើយសុខភាពរសពអញ្ចឹងមានតែប៉ុណ្្នឹងទេបាទកុំភ្លេចចុច like share follow មីនម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យមានធ្វើវីដេអូតសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ